នេះគឺជាទេសភាពខ្លះៗនៅលើវត្តភ្នំព្រះធាតុដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំងភ្នំព្រះធាតុដែលមានប្រវត្តិជាយូរលង់ណាស់មកហើយទាក់ទងទៅនឹងការផ្សព្វផ្សាយធម៌ព្រះពុទ្ធសាសនាមុនគេបង្អស់នៅប្រទេសកម្ពុជានិងជ្រោយឥណ្ឌូចិនតែទីនេះផងដែរអ្វីដែលយើងកត់សម្គាល់ភាពអស្ចារ្យនោះគឺមានថ្មមួយដុំដែលធំបន្ទាប់នៅពីលើភ្នំហើយថ្មនេះដែរគឺធម្មជាតិសុទ្ធសាធតែម្ដងរមណីយដ្ឋាននេះដែរគឺស្ថិតនៅភូមិច្រកកូវឃុំពីមស្រុកសាមគ្គីមានជ័យដែលមានចម្ងាយប្រមាណ84គីឡូម៉ែត្រពីទីក្រុងកំពង់ឆ្នាំងតែយើងអាចទៅលេងនៅទីនោះវិលល្ងាចបើសិនជាយើងចេញពីភ្នំពេញទៅទីតាំងភ្នំនឹងដែរហើយនៅជិតតំបន់ហ្នឹងគឺមានកន្លែងដើរលេងជាច្រើនទៀតដូចជាទឹកជ្រោះជ្រាវឬក៏កន្លែងគេហៅថាថ្មភ្នំ3ដុំបាទតែទីនោះគឺមានលក់ម្ហូបអាហារជាច្រើនសូម comment នៅខាងក្រោមបើសិនជាចង់បាន location